ពុទ្ធទាំងសរណង្គកឆាមិធម្មទាំងសរណង្គកឆាមិសង្ឃទាំងសរណង្គកឆាមិព្រះអង្គធំនៅក្នុងវត្តធម្មរតនសាគរកំពុងលើក្រុងកំពង់ឆ្នាំងខេត្តកំពង់ឆ្នាំងអង្គធំនេះកសាងដើម្បីត្រៀមនឹងដង្កល់នៅក្នុងព្រះវិហារធំនៅក្នុងវត្តធម្មរតនសាគរដែលនឹងកសាងនៅពេលខាងមុខញាតិញោមភ័ក្របួជាទីជ្រះថ្លាញាតិញោមកម្ពស់ដូចជា6ម៉ែត្រជាងញាតិញោមភ្លេចទៅ6ម៉ែត្រកាយហ្នឹងហើយកម្ពស់ពីប្រភ្នែនឡើងទៅញាតិញោមបួជាទីជ្រះថ្លាហើយបរិវេណនេះលោកម្ចាស់រៀបចំដើម្បីស្អែកនឹងដល់នៅថ្ងៃវិសាខបូជាថ្ងៃដែលព្រះអង្គប្រសូតថ្ងៃព្រះអង្គត្រាស់ដឹងព្រះអង្គចូលបរិនិព្វានសុទ្ធតែជាថ្ងៃសំខាន់នៅក្នុងព្រះពុទ្ធសាសនាហើយប្រទេស190ប្រទេសនៅក្នុង UN ដែលជាសមាជិក UN ហ្នឹងក៏គេបានទទួលស្គាល់ថាថ្ងៃនេះគឺជាថ្ងៃសំខាន់មួយក្នុងពុទ្ធសាសនាដែរនឹងគួរជាទីជ្រះថ្លាសូមអនុមោទនាជ្រះថ្លាចំពោះម្ចាស់សទ្ធាម្ចាស់ទានដែលលះនៅទ្រព្យធនធានមានតម្លៃដើម្បីបូជាកសាងនៅព្រះពុទ្ធបដិមាករអង្គធំកម្ពស់6ម៉ែត្រជាងនេះដើម្បីដង្កល់នៅក្នុងព្រះវិហារនៅក្នុងវត្តធម្មរតនសាគរកំពុងអស់លើ